ចាសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាក៏ដូចជាលោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើវីដេអូចែករំលែកតាក់ទងជាមួយនឹងការយករូបដែលអត់មាន color បែបនេះយកវាទៅប្រែពណ៌ឲ្យមាន color បន្ទាប់មកយើងយករូបដែលមាន color ហ្នឹងឲ្យវាមានសកម្មភាពឬក៏មានកាយវិការដូចដែលខ្ញុំបង្ហាញនៅក្នុងវីដេអូមួយនេះអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់លោកគ្រូអ្នកគ្រូឬក៏បងប្អូនទាំងអស់គ្នាហ្នឹងឲ្យដឹងពីរបៀបនៃការធ្វើវីដេអូឬក៏រូបភាពបែបនេះថាតើយើងត្រូវធ្វើបែបម៉េចអញ្ចឹងជាដំបូងលោកគ្រូអ្នកគ្រូត្រូវ screenshot រូបណាឲ្យច្បាស់ដែលអត់មាន color ហ្នឹងរួចហើយលោកគ្រូអ្នកគ្រូចូលទៅខាងកម្មវិធី Gemini ហើយយើង select យកសញ្ញាបូកហ្នឹងជ្រើសរើសយករូបភាពដែលអត់មានពណ៌ហ្នឹងហើយយើងអាចសរសេរដាក់ថាប្រែវាទៅជាពណ៌ធម្មជាតិហើយលោកគ្រូអ្នកគ្រូត្រូវរងចាំរយៈពេល1ទៅ2នាទីវានឹងលោតទៅជារូបភាពដែលមាន color ដែលយើងចង់បានហើយលោកគ្រូអ្នកគ្រូអាចត្រួតពិនិត្យមើលទៅថាពណ៌ហ្នឹងយើងចង់បានពណ៌ហ្នឹងនៅពេលដែលបានរូបភាពបែបហ្នឹងហើយលោកគ្រូអ្នកគ្រូត្រូវទៅក្នុងកម្មវិធីមួយទៀតគឺកម្មវិធីដូចខ្ញុំបង្ហាញនៅខាងលើនេះក្រោកបន្ទាប់មកលោកគ្រូអ្នកគ្រូចុចចូលក្នុងហ្នឹងហើយលោកគ្រូអ្នកគ្រូត្រូវចុចយកអាសញ្ញាដូចមកចូលចុចយកពាក្យ create video បន្ទាប់មកទៀតលោកគ្រូអ្នកគ្រូចុចហើយលោកគ្រូអ្នកគ្រូត្រូវចុចយកដូចសុំរូបភាពហ្នឹងហើយទៅយករូបភាព color ដែលយើងបានផាត់នៅក្នុង Gemini រួចហ្នឹងលោកគ្រូអ្នកគ្រូត្រូវសរសេរតាមអ្វីដែលអ្នកគ្រូលោកគ្រូចង់ឲ្យវីដេអូហ្នឹងមានសកម្មភាពឬកាយវិការថងកន្លែងណាមួយបន្តមកទៀតលោកគ្រូអ្នកគ្រូចុចយកសញ្ញាព្រួញដែលយើងសរសេរ caption ឲ្យរួចហ្នឹង frog ឲ្យហ្នឹងលោកគ្រូអ្នកគ្រូរងចាំរយៈពេលដូចជា1ទៅ2នាទីដែរទរាំតែវាវិលបានជារូបច្បាស់បើសិនជាលោកគ្រូអ្នកគ្រូធ្វើអញ្ចឹងយើងនឹងបានរូបភាពមួយដែលច្បាស់ពេលដែលច្បាស់ហើយលោកគ្រូអ្នកគ្រូចុចកន្លែងវីដេអូហ្នឹងមកហើយយកពាក្យថា normal ពេលហ្នឹងរូបភាពហ្នឹងនឹងចាប់ផ្ដើមលោតជានាទី1នាទីឬទៅ2នាទីវានឹងបង្ហាញពីសកម្មភាពដែលយើងបានកំណត់ទុកថាតែយើងចង់ឲ្យរូបភាពហ្នឹងវាមានកាយវិការទៅលើអីខ្លះអញ្ចឹងដូចនៅក្នុងវីដេអូនេះខ្ញុំឲ្យវាមានកាយវិការទៅលើការធ្វើចរាចរណ៍ហើយនឹងពពកអញ្ចឹងនៅពេលដែលវាបង្កើតទៅជាវីដេអូឲ្យយើងវានឹងបង្ហាញតែអ្វីដែលយើងបានចង់ឲ្យវាមានកាយវិការទេចាអញ្ចឹងនេះវាលោតបានហើយនៅកន្លែងនេះគឺខ្ញុំដាក់ speed រៀងលឿនបន្តិចដោយសារតែវារៀងវែងដែរខ្ញុំកាត់វីដេអូនោះបញ្ចូលគ្នាហើយនេះគឺជាវីដេអូដែលខ្ញុំបានកាត់រួចអញ្ចឹងលោកគ្រូអ្នកគ្រូអាចរៀនធ្វើតាមនឹងបានដើម្បីយកទៅបង្ហាញសិស្សយើង